នាពេលព្រឹកព្រលឹមពន្លឺព្រះអាទិត្យបានចាប់ផ្ដើមរះចែងចាំងលោកគ្រូអ្នកគ្រូដែលនៅសាលាបឋមសិក្សារោងចក្របានមកដល់សាលារៀនជាមួយនឹងទឹកមុខរីករាយនិងស្នាមញញឹមដ៏កក់ក្ដៅពួកគាត់បានឈរនៅមាត់ទ្វារសាលាស្វាគមន៍សិស្សានុសិស្សដែលបានមកដល់រួមជាមួយនឹងពាក្យសម្ដីល្អៗនិងការលើកទឹកចិត្តស្នាមញញឹមរបស់ពួកគាត់បង្កើតបរិយាកាសសប្បាយរីករាយនិងមានភាពកក់ក្ដៅសម្រាប់សិស្សានុសិស្សទាំងអស់នៅពេលដែលសិស្សចូលមកដល់ថ្នាក់រៀនលោកគ្រូអ្នកគ្រូម្នាក់ៗទទួលពួកគេជាមួយនឹងភាពសប្បាយរីករាយនិងការចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងបទចម្រៀងរួមគ្នាសកម្មភាពគួរឲ្យចាប់អារម្មណ៍ដើម្បីបណ្ដុះការចង់រៀនរបស់សិស្សទឹកមុខសប្បាយរីករាយរបស់លោកគ្រូអ្នកគ្រូគឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សិស្សដែលមានភាពនឿយហត់ឬសិស្សដែលមិនចង់មកសាលារៀនស្នាមញញឹមរបស់ពួកគាត់ធ្វើឲ្យក្មេងៗមានអារម្មណ៍ថាពួកគេស្វាគមន៍និងត្រូវបានវាតម្លៃឲ្យបង្កើតបរិយាកាសល្អសម្រាប់ការរៀនសូត្រពេញមួយថ្ងៃលោកគ្រូអ្នកគ្រូនីមួយៗបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគាត់តាមរយៈការបង្រៀនប្រកបដោយចិត្តស្រឡាញ់និងការយកចិត្តទុកដាក់លើសិស្សម្នាក់ៗពួកគាត់ច្រៀងលេងល្បែងនិងរឿងនិទានជាមួយសិស្សដើម្បីធ្វើឲ្យការរៀនសូត្រកាន់តែមានភាពរស់រវើកនិងគួរឲ្យចាប់អារម្មណ៍ការសប្បាយការរីករាយស្នាមញញឹមរបស់លោកគ្រូអ្នកគ្រូគឺជាចំណែកដ៏សំខាន់មួយដែលធ្វើឲ្យសាលាបឋមសិក្សារោងចក្រក្លាយទៅជាកន្លែងដែលសិស្សានុសិស្សចង់មករៀនរៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលាសូមជួយ like page និង share ម្នាក់មួយផងអរគុណច្រើន